បន្ទាប់ពីការរងចាំឥឡូវនេះ Audio Cube iPlay 70 Mac Pro បានចូល stock មកដល់សេរីកាយបងប្អូនអរគ្នាឥឡូវមកបើកប្រអប់ជាមួយក្រុមការងារបន្តិចគាត់បើកចេញមកមាន tablet យ៉ាងស្រស់ស្អាតនិងមានគ្រឿង accessory មកជាមួយគ្នាផងដែរ tablet នេះគឺគេ update អេក្រង់ឡើងធំរហូតដល់13 inch ណាហើយកម្រិតបង្ហាញ 2.5K ដូច្នេះហើយគឺ smooth ល្អមែនតើ Android 16 ទៀតអញ្ចឹងចាំមើលក្រុមការងារគាត់បើកមកខ្ញុំនឹងរៀបរាប់តាមហ្នឹងហើយមានជាមួយនឹងកាមេរ៉ាថតរូបគឺ16 megapixel សម្រាប់ថតរូបថតវីដេអូបានហើយនេះគឺខែរបស់គេគឺឡើងទុនហើយនឹងការពារ tablet យើងពីការឆ្កូតការធ្លាក់អីល្អមែនតើបាទ Audio Cube គឺកាត់គូបានយ៉ាងល្អិតល្អន់មែនតើជាមួយនឹង keyboard ឆក់នេះគឺយើងអាចដាក់ tablet ប្រើប្រាស់បានយ៉ាងងាយស្រួលជាមួយនឹងបញ្ចូលចាក់ SIM ក៏គេមិនភ្លេចដែរព្រោះថា tablet នេះអាចដាក់ SIM ប្រើប្រាស់បានដូចទូរស័ព្ទរបស់យើងដែរជា PC ក៏បានជា tablet ក៏បានជាទូរស័ព្ទក៏បានអញ្ចឹងទៅហើយមានដុំសាកមានអីមកជាមួយផងដែរហើយដុំសាកនេះគឺកម្លាំងបានរហូតដល់33 វ៉ាត់ដល់អញ្ចឹងយើងសាកចេញចូលគឺថាលឿនមែនតើហើយខ្ញុំចង់បញ្ជាក់បន្តិចដែរបងប្អូនអរគ្នាចំពោះប៊ិចដែលក្រុមការងារគាត់កំពុងតែថាច់បជានេះគឺបើសិនជាបងប្អូនជាវគឺត្រូវ add ថាវិការថែមពីខាងក្រៅគឺថាក្នុង set នេះគឺមាន keyboard ម៉ៅជាមួយនឹងកាស Bluetooth ដែលយើងថែមជូនផងដែរហើយ RAM គេបាន 20GB storage 128GB ជាមួយនឹងថ្មធំរហូតដល់ 10000 mAh ហើយ tablet នេះគឺអាចយកទៅកាត់តវីដេអូកាត់តរូបភាពឬក៏ធ្វើការងាររដ្ឋបាលបានមួយសេរីតែម្ដងបងប្អូនអរគ្នាជាមួយនឹង license YouTube Premium ក៏មានមកជាមួយគ្នាផងដែរអញ្ចឹងបើសិនជាបងប្អូនអរគ្នាចាប់អារម្មណ៍សូមដាក់កម្មង់ឲ្យបានលឿនបន្តិចហើយតម្លៃវាត្រឹមតែ200ស្តើងតែប៉ុណ្ណោះហើយមានការធានាជូនយ៉ាងត្រឹមត្រូវរហូតដល់1ឆ្នាំពីសារិកា Cambodia ផងដែរហើយបើនិយាយពីការងារសិស្សសាលារបស់កូនយើងវិញក៏អាចប្រើប្រាស់បានដែរដូចជាថ្នាក់បឋមថ្នាក់វិទ្យាល័យឬក៏ជាសិស្សនិស្សិតត្រឹមតែចប់ទី12អីអាចជ្រើសរើសជាមួយនឹង model នេះយកទៅប្រើប្រាស់សម្រាប់ធ្វើ assignment អីបានផងដែរហើយបើនិយាយពីការកំសាន្តដូចជាការមើលភាពយន្តការលេងហ្គេមឬក៏ការទស្សនារឿងផ្សេងៗគឺថា speaker វាឮព្រោះតែម្ដងជាមួយនឹង speaker 4 គ្រាប់សាយសម្លេងពេញត្រចៀកយើងបានល្អមែនទែនជាមួយនឹងល្បឿនថាច់បញ្ជា smooth យ៉ាងហ្នឹងគឺថាការដែលកំសាន្តគឺថាពេញចិត្តយើងតែម្ដងមកជាមួយនឹងបច្ចេកវិទ្យាការពារភ្នែកយើងបានល្អអញ្ចឹងហើយការដែលយើងអង្គុយធ្វើការយូរម៉ោងអីគឺថាអត់មានឈឺភ្នែកឈឺអីទេនិយាយឲ្យសាមញ្ញទៅគឺ tablet នេះប្រើប្រាស់បានគ្រប់ទាំងកិច្ចការងារទាំងអស់ទិញមួយគឺថាប្រើប្រាស់បានជារៀងរហូតមាន license ពេញលេញជាមួយនឹងការ support គ្រប់ទាំងអស់ផងដែរអញ្ចឹងសម្រាប់ព័ត៌មានបន្ថែមអាចតាក់ទងមកកាន់សារិកា Cambodia បានសម្រាប់ការជាវឬក៏ការបង់រំលោះផងដែរហើយកាដូថែមជូនខ្ញុំចង់បញ្ជាក់ម្ដងទៀតមានដូចជា mouse keyboard និងកាស Bluetooth ក៏ដូចជាកតាបដាក់ tablet ផងដែរអញ្ចឹងនៅរងចាំឲ្យទៀតបងប្អូនគ្នាអាចដាក់កម្មង់បានឥឡូវនេះដើម្បីទទួលបានអីវ៉ាន់មុនគេផងដែរសូមអរគុណសូមជម្រាបលាបាទសារិកា Cambodia ជាក្រុមហ៊ុនផ្គត់ផ្គង់ tablet គុណភាពខ្ពស់ក្នុងតម្លៃសមរម្យចាប់ពីជាង$30ឡើងទៅ